Bông à dây thạ bông anh từ thấy từ lạ cái nặng mà gì bông bát nhưng từ thấy những từ bông lái nó cách bột nó mai đây là lần về trong bọc bột đó về đầu về trong khởi càng gì hay chẳng nhưng từ có thể thay nè rằng tàu nó tàu thôi than đây từ tam kia tam anh nấy còn tam kia tam anh rằng ấy cho cái đất non tàu tính này bà tam dạng miệt sào hay tới cái miền do lôi cả bây giờ hết chứ ở tê ở miền lôi tê ở giờ tê miền này khác phải chia chôn khác còn tàu còn miền lôi sập tiêm sầm rập ấy bởi vì tàu số sập tới cái miền tam tuần tàu cái chập sò lôi nữa bà đặc nhưng tàu ở miền lôi miền cả sò chứ tàu màu ấy còn tê đấy tàu tê màu ấy còn tê bà mình nghĩ sò lên ấy bong thưa ấy cầm bờ nè bà cầm bờ nơi chỗ nào ấy bong tranh tới chỗ nàyចូលទៅក្នុងច្រកសាស្តាបង សាស្តានៅខេត្តណា ស្រុកសំពៅលូន អូបាត់ដំបង សំពៅលូនក្នុងព្រឹកហ្នឹងដែលកន្លែងទីតំបន់មានរ៉ែមាសហ្នឹងណាបង បាទ ហើយខ្ញុំចូលតាមច្រកហ្នឹងទៅធ្វើ passport ធ្វើបាត់គេហៅបាត់បរិផាកហ្នឹង បាទ ក្នុងមួយអាទិត្យតម្ដង អញ្ចឹង បើយើងគិតតែថ្លៃតយើងគិតជាថ្ងៃតវិញ6ថ្ងៃទេបងអត់ដល់មួយអាទិត្យទេ បាទ តែគេហៅបាត់អាទិត្យហ្នឹងណា ចូលបងចេញមកហ្នឹងមកតាមចិត្តឯងឬក៏មិនចេញមកពីថៃមកវិញណា និយាយចាប់ឲ្យត្រង់ទៅបើតាមខ្ញុំមិនរត់ចេញមកក៏បានដែរតែមិត្តភក្តិខ្ញុំ9រត់ចេញមកអញ្ចឹងអត់សល់លុយ ដោយសារកន្លែងការងារពិបាកពេកឬក៏មិន អត់ទេបើសម្រាប់ខ្ញុំកន្លែងណាក៏ពិបាកដែរបងមានកន្លែងណាដែលយកលុយស្រួលៗទេបងមិនងាយហ្នឹងហើយអញ្ចឹងដែលកន្លែងខ្ញុំទៅហ្នឹងនិយាយចំទៅវាមិត្តភក្តិខ្ញុំហ្នឹងគេបបួលចេញមកមិត្តភក្តិខ្ញុំដូចថាចាយលុយជាមិនសូវចេះគិតណាអញ្ចឹងជួយសណ្ដោងច្រើនជួយយោងចិត្តយោងច្រើនទៅក៏សឹងតែចង់អស់ពីខ្លួនតែខ្ញុំមិនគិតទេរឿងថាស្ដាយក្រោយអត់ស្ដាយអំពើល្អខ្ញុំធ្វើបាទតែបើចេញមកហ្នឹងក៏ចេញមកមុនថ្ងៃកំណត់មកហើយទូរស័ព្ទតែខ្ញុំត្រូវមេកាហ្នឹងកាន់បែកហ្នឹងខ្ញុំកំពុងធ្វើការកម្មពៅហ្នឹងគាត់កំពុងគាត់បើករត់គីបគៀមពៅហ្នឹងកាន់ទៅវាបែកអាយ៉ែលើខ្ញុំដាក់បាយនៅនឹងต้องទឹកបាយមកហូបបាយអស់ទៅបាទកាន់បែកតែគាត់រាប់សងគាត់ធានាថាសងណាអូតែដល់គាត់ថាថ្ងៃទី7ហ្នឹងបើកលុយចាំគាត់សងដល់ពេលខ្ញុំចេញមកវាមុនថ្ងៃទី7ហ្នឹងទៀតមកពីមិត្តភក្តិខ្ញុំទេបបួលរត់ចេញមកខ្ញុំភ្លេចគិតទៅបើសិននៅចាំថ្ងៃទី7ល្អបាត់បាទដល់ពេលរត់ចេញមកមានណាអត់បានខ្ញុំបាទបើតាមចាំបើកថ្ងៃទី7ហ្នឹងខ្ញុំលុយខ្ញុំសល់ទៀតណាបងបាទសល់ហើយត្រូវទូរស័ព្ទគាត់ទិញសងទៀតចឹងបងត្រូវបានល្អបាទទៅជាសយវិញចឹងកលាត្រូវបានលុយនិយាយអាហ្នឹងយើងតាមមិត្តភក្តិណាបាទនេះនិយាយដោយស្មោះត្រង់បងនិយាយហើយចុះខ្ញុំសុំសួរតិចទៀតពេលដែលបងចេញពីថៃមកដល់ខ្មែរមកបងសុំដោយសារគេមករហូតមកដល់ហ្នឹងទៅចឹងបាទអញ្ចឹងហើយសុំគេដោយសារទៅជួនកាលទៅជួបម៉ូតូក៏ម៉ូតូកង់3ក៏ជិះម៉ូតូកង់3ទៅណាគេឲ្យជិះឲ្យតែគេឲ្យជិះអីចុះមកតាមណាចេញមកចេញច្រកខាងបើពេលខ្ញុំចេញមកវិញខ្ញុំចូលទៅធ្វើការនៅក្នុងខៅឌិនហ្នឹងបើយើងប្រើភាសាខ្មែរគេហៅថាភ្នំដីណាបងបាទអញ្ចឹងខៅឌិនហ្នឹងយើងចេញច្រកពីហ្នឹងមកបើចេញឲ្យចំមកព្រំបន្ទល់ខ្មែរយើងគេហៅចំនឹងស្រុកម៉ាឡៃបាទចេញមកខាងម៉ាឡៃវិញម៉ាឡៃហ្នឹងខេត្តណាម៉ាឡៃហ្នឹងនៅជាប់ខាងសាសនាហ្នឹងឯងនៅជាប់ជាដែរដូចគ្នាបងប៉ុន្តែនៅក្នុងខេត្តណាវិញក្នុងខេត្តម៉ាឡៃដូចជាខេត្តបន្ទាយមានជ័យបាត់ដំបងខ្ញុំថាដូចជាបន្ទាយមានជ័យច្រើនខ្ញុំអត់ដឹងដែរនេះបាទវានៅជាប់ខាងបាទកូនដំរីប៉ោយប៉ែតទេណាបងបាទខាងហ្នឹងអញ្ចឹងអាចនឹងខេត្តបន្ទាយមានជ័យអញ្ចឹងបើមកអញ្ចឹងមាញ់បងមកពីខាងណាមកអញ្ចឹងនេះខ្ញុំឆ្វែលបោកចេះវិញបងទៅខាងកោះកុងអញ្ចឹងឥឡូវមកពីខាងកោះកុងមកវិញទៅចឹងបាទបងវិលមកភ្នំពេញយើងវងមកចេះនិយាយទៅដូចមកជុំចឹងហ៎បាទចេញពីកោះកុងមកសុំគេដោយសារមករហូតតាមហ្នឹងទៅចឹងបាទបងហើយប្រហែលថ្ងៃឯងដែលបងចេញពីព្រំដែនថៃមកដល់ឥឡូវដល់កំពង់ឆ្នាំងហ្នឹងប្រហែលថ្ងៃហ៎បងដូចជាមិនយូរប៉ុន្មានដែរបងប្រហែលជាខ្ទង់3ថ្ងៃនេះ3ថ្ងៃ4ថ្ងៃនេះអញ្ចឹងនឹងប្រហែលប៉ុណ្ណឹងបងយូរដែរថ្ងៃបាទចាំថ្ងៃដែរបាទតែបើយើងគិតតែសាច់ដើរតែសុតតែម្ដងបងមួយខែប្រហែលជាមិនអាចដល់នេះទេតាមមើលឆ្ងាយណាបងមិនដល់ទេមិនដល់ទេដីរាប់រយគីឡូបងខ្ញុំរាប់ជាគីឡូដីមកនេះយើងកាក់ស្មានទេណាបាទមកដល់ត្រឹមនេះវាអាចចូលនឹង6 700គីឡូដីហើយយើងដើរក្នុងមួយថ្ងៃបាទអីចុះឥឡូវក្នុងថ្ងៃហ្នឹងបងមាននងទៅបាត់ដបងវិញហ្មងបាទបងប៉ុន្តែប្រហែលជាស្មានណាមិនបងចូលចេញអាចនឹងទៅ
mới đa tam tận ná thôi bông bờ cả lan cái ban chi mà nãy chứ tao mà nè បាទ bờ ban lan thông chí cả lươn bông ហ្នឹងហើយ cái nó cái rụt lôi ngái bông បាទ chẳng ai tao đòi chỉ đan mặt bông này tao chỉ đan chúng các ai tao đòi pòi pai đấy nó bông bạn tại vì ban từ nông pin như tao đặt tầm ninh thống ហើយចុះបងមានគ្រួសារតែបង nhóm បាទ mặt miên đấy bông bay bạc này hay đua xa Dạ. bay phun và បែក lên ដាក់ này គ្នាហើយណា trôi bay nam này đó bông អូ dù là អញ្ចឹងបងនៅតែឯងទេចុះ bạn đường ấy nó xinh gò đó ស៊ីងកល xinh gò ហ្នឹងហើយបងប្អូនទៅកង់ឡានតាក់ស៊ីឡានធំឡានអីណាឃើញបងប្រុសអីបាទឲ្យគាត់សុំដោយសារទៅផងគាត់ឥឡូវគាត់នៅពងឆ្នាំងគាត់ចង់ធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងអញ្ចឹងណាបងណាពីនេះទៅបាត់ដំបងឡងខេត្តពោធិ៍សាត់ទេបង ឆ្លងពោធិ៍សាត់ទៀតណា ពោធិ៍សាត់មកខែទៀតណា ឆ្លងពោធិ៍សាត់ហើយមកដល់បាត់ដំបងណា បាទ ដល់បាត់ដំបងមកទៅត្រឹមណា នេះខ្ញុំត្រូវហួសទីរំខែទៀតបងទៅខាងសំឡូតនៅវិញខាង ស្រុកសំឡូត បាទទៅស្រុកសំឡូតវិញ សំឡូតសំពៅលូននេះ បាទរបបខ្ញុំរនក្នុងព្រៃអញ្ចឹងនៅរែងត្បូងរែងអីហ្នឹងទៅដែរ បាទ រួចខែសម្រងទៅក៏ខ្ញុំចូលទៅរែងត្បូងរែងអីហ្នឹង អញ្ចឹង គាត់ត្បូងក្រហមត្បូងកទឹមហ្នឹងណាបង បាទហើយចុះនៅនេះមានមុខរបររែងត្បូងមកចង់បងទៅកម្ពុជានៅថៃវិញ វាអត់ទៀនបងនិយាយទៅរបរត្បូងវាពីត្បូងមិនដូចយើងការងារនៅលើកោកចឹងទេបងវាយើងត្រាំទឹករាល់ថ្ងៃបង អញ្ចឹងរែងត្បូង ស៊ី ណា គូតស៊ីដៃស៊ីជើងអូយបងវេទនាណាជីវិតកម្មករត្បូងដូចបត់តាសិនស៊ីសមុទ្រច្រៀងចឹងបង បាទ កាត់បកស្រាយពីរឿងរៀបរាប់ពីរឿងចៅចិត្តយើងណាចៅចិត្តហ្នឹងបានន័យថារែងត្បូងហ្នឹងឯង បាទ ដេកក្នុងគុំត្រែងអញ្ចឹងទៅណាបាទ ហ្នឹងហើយ ដៃវារៀបរោគកណ្ដៀងច្រៀងតែបាយកញ្ចប់មិនដែលហូបបាយនៅក្នុងគ្រួសារដូចថាឲ្យបានល្អទេបងគេច្រើនណាវិចបាយជាកញ្ចប់ចឹងទៅយើងដាក់ នំពោពីពួកយើងទៅរែងត្បូងណា ស្ពីកច្រែងទៅយើងដាក់រែកពុនទៅរែងបាទ ជួកាលបងនៅរែងត្បូងរកបានតែបង បានបងកាលសម័យឆ្នាំ2011 2012 2013ហ្នឹងនៅរកបានបងនៅវាត្បូងវានៅច្រើនណា បាទ ជីម្នាក់បានលុយរាប់ពាន់ដុល្លារចឹងទៅណាបងម្នាក់បាទមានដល់គេបានដល់10000ណាបងតែខ្ញុំមិនដែលបាន10000គេទេគាត់បានតែលុយតិកតក់ចាយមួយចាយយើងរកបានច្រើនជាងគេណា បាទ តែអ្នករកបានច្រើនហេងមកគេណា បាទតែជីវិតចៅចិត្តណាបងបើថាត្រូវបានលុយរាប់ម៉ឺនដុល្លារអីហើយក៏គួរតែយើងដូរមុខរបរហ្នឹងអាចសង្ឃឹមនឹងយើង បាទ ដូរអាជីពណា បាទ នឹងអាចយើងខ្លាចជាអ្នកមានបានតែបើថាយើងបានលុយធំហើយយើងវិលមករកត្បូងវិញដដែលងាយទេបង ងាយទេណា បាទខ្ញុំគឺភាគតិចណាអ្នកដែលមានអាជីពត្បូងនឹងភាគតិចមានដែរតែចឹងគេថាក្នុង100នាក់អីមានត្រឹម10 20នាក់អីទេតែបានល្អ បាទ ចុះគេដូរមុខរបរលឿនណាបងដូចថាបានមក$6000ឬក៏$10000អញ្ចឹងគេបដូរបងគេបដូរអាជីពរបស់គេហ្នឹងទិញដីយើងទៅដាំចន្ទីអីចឹងណាមានតែមិត្តភក្តិខ្ញុំដែលរាប់អានគ្នាដូចបងធัวខ្ញុំមកចិនហ្នឹងគាត់ បាទ គាត់ទៅនៅរតនគិរីហ្នឹងគាត់បានត្បូងបានអីទៅគាត់ឆ្លៀតទិញដីទិញអីថែមចឹងបង ហ្នឹងហើយ ទិញដីទិញឃ្លីទៅគាត់ដាំចន្ទីឥឡូវមកផលចន្ទីមួយឆ្នាំលុយក្រែលរបស់គាត់ទៅបង20 30លានតាមផ្លែតិចផ្លែច្រើនណាបង បាទហើយអីចុះឥឡូវបងពិសាបាយរួចនៅហ្នឹង ខ្ញុំ បាទពិសាបាយរួចនៅ ព្រឹកមិញហូបវាហើយបងតែ អញ្ចឹង នៅតែថ្ងៃនេះចឹងណាបង បាទហើយមានលុយកាក់ខ្លះតែទៅ មានបងបន្តិចបន្តួច អញ្ចឹង ចាំទិញបាយហូបអី ខ្ញុំអត់តន់លក់បានបាច់ទៅបងទិញមិញកុំអីជួបបងខ្លះនេះតែ បងមានទឹកចិត្ត ហ្នឹងហើយអត់អីទេចាំតិចទៀតចាំខ្ញុំរៀបចិនតែចាំឲ្យក្រូចបង2 3ផ្លែថែមទៀតទៅហូបណា បាទអរគុណបងបាទអរគុណច្រើនហើយ ថ្ងៃហ្នឹងអត់តន់បានលក់ទេបាទ ជូនពោបងឲ្យលក់ដាច់ឲ្យមានភ្ញៀវអតិថិជននេះជួយ បាទអរគុណហើយបងអរគុណ ជាឲ្យបាន ចាំមើលទៅដល់រោងចក្រសិនមិនដឹងថាលក់ដាច់ណាស់បាទ អូបាទ ពួកមកមានលក់នៅផ្សារមានដាច់ណាស់ចេះមកសម្រាប់នឹងបដ ாய் ចាំទៅ ចាញ់រោងចក្រទេបងអើយខ្ញុំធ្លាប់ដឹង ហ្នឹងហើយ ចាំរោងចក្រមនុស្សច្រើនណាបងចេញមកម្ដងចង់ល្ងិតមុខយើងឈោមើលចង់ល្ងិតចេញម្ដងនេះសាប់200-300នាក់បង បាទ ខ្ញុំមិនធ្លាប់ធ្វើការងាររោងចក្រទេតែធ្លាប់នៅ ហ្នឹងហើយ នៅមុខហ្នឹងយើងចាំមើលគេអ្នកចេញមកអូដល់ខែគេ ហើយសុំសួរឈ្មោះបងឈ្មោះអីទៅ បាទខ្ញុំឈ្មោះក្នុងប្រជាជាតិឈួនភីរ៉ាត់ ឈួនភីរ៉ាត់ ភីបាទ ភី ឈួនភីរ៉ាត់បាទ ភីរ៉ាត់ហើយដល់ពេលគេហៅក្រាត ហៅក្រៅហៅតែរ៉ាត់អញ្ចឹង អញ្ចឹងហើយតែដំណើរជីវិតបងគឺផ្សងព្រេងច្រើនដែរអញ្ចឹងណា បាទអូជួបឧបសគ្គច្រើនណាបងដើរច្រើនកាច់
ជីកត្បូងមិនជីកត្រឹមសម្លូតទេបងតែជីកដល់រតនគិរីដែលខ្ញុំរៀបរាប់មិញហ្នឹង បាទ នៅរតនគិរីក៏មានត្បូងដែរតែ ចឹង តែត្បូងតម្លៃមិនដូចត្បូងបល្លា ចុះល្បីថានៅខាងបៃលិនស្បូរត្បូងដែរនោះមិនបងដែរទៅ បៃលិនត្បូងថ្លៃជាងគេ ចឹង និយាយទៅមិនមែនថ្លៃត្រឹមតែស្រុកខ្មែរយើងនេះទេបងវាថ្លៃលំដាប់ពិភពលោកដូចថាគេទទួលស្គាល់ណា នៅបៃលិន បាទជាប់លំដាប់លេខ1លេខ2អញ្ចឹងទៅ បាទ ថាត្បូងរតនគិរីយើងនឹងលេខម៉ានទេ បាទ វាសាច់ទុនបង បាទ តែបើនៅស្រុកខ្មែរយើងវាត្រូវគេត្រូវការច្រើនដែរណា ហ្នឹងហើយ ថាអ្នកមានសមត្ថភាពជីវភាពគេ ធូរ ល្មមល្មមទូធាខ្លាំងទៅគេទិញមកគ្រាប់ធំពី$3000មកគ្រាប់ពាក់អីចឹងទៅ ហ្នឹងហើយ តែធំដែរណាបើថាតម្លៃពី$3000នេះប៉ុណ្ណេះដែរប៉ុណ្ណេះរៀបដៃ ណា បាទ អាហ្នឹងគេគិតមិនបងគេលក់គិតមិនពេលយើងរកបានមកគិតមិន គេរកបានមកគេលក់គិតការ៉ាត់ដូចគ្នាបើសិនជាឆ្នៃរួចបើយើងដុតឆ្នៃដុតអាំងអីរួចណាគេឆ្នៃរួចហើយ10ការ៉ាត់អីតម្លៃវាខ្ទង់$1000ឡើង ចុះអាយបើថាយើងរកបានមកយើងលក់ភ្លាមមកហ្នឹងគេគិតមិន ត្បូងរតនគិរីទេបង ហ្នឹងហើយ តែបើត្បូងបៃលិនឆ្នៃរួច10ការ៉ាត់អីអូយស្រុកខ្មែរយើងនេះមិនងាយមានលុយទិញពាក់ឲ្យតល បាទ ដូចជាអ្នកមានសិទ្ធិអីអាច តែឧទាហរណ៍ថាយើងរកបានមកហើយយើងយកមកដល់ស្រុកដល់ភូមិមានគេមកទិញហ្មងយើងមិនបាច់តន់ឆ្នៃអីអាហ្នឹងតម្លៃមិនទៅ បើមិនតន់ឆ្នៃអាហ្នឹងយើងលក់ទិញតាមតម្លៃរបស់វាណាបងតាមតម្លៃរបស់វាត្រឹមការ៉ាត់ដូចគ្នាតែដូចថា10ឥឡូវយើងបាននេះទឹមបងធัวខ្ញុំទឹមបាននៅបឡាងម្នាក់ឈ្មោះលៀបគាត់បាន$10000ជាង$1500 បានខែមុននេះ បាទ អាហ្នឹងត្បូងបៃលិនយើងណា ហ្នឹង 10ការ៉ាត់ទេ បាទ 10 11ការ៉ាត់ ហ្នឹង ត្បូងហ្នឹងវាតែវាអន់រៀងទៀត អូ រៀងវិញគេឈិញដូចយើងក្រូចសើចអញ្ចឹងរៀងដូចក្បាលខ្លាតិចដូចរៀងក្រូចសើចតិចរៀងគេហៅថាបងហ្នឹងវាអន់រៀងអញ្ចឹងឈូសសម្បកវាត្រូវឆ្នៃអស់សាច់ច្រើន បាទ វាអស់ទម្ងន់ចិត្តវាខាត់អស់ទម្ងន់ច្រើនណាបង ហ្នឹងហើយ អញ្ចឹងវាត្រូវបានតម្លៃតែ10000ទេ ហ្នឹង តែបើសិនជាយើងនិយាយថាឆ្នៃរួចវិញត្រឹម10ការ៉ាត់អីហ្នឹងវាតម្លៃខុសគុណគ្នាឆ្ងាយណាបង បាទ $4-10,000យើងទៅ ហ្នឹង 10-20,000នេះទៅណាតាម បាទ តែបើលក់ស្រុកខ្មែរយើងលក់មិនបានទេគេថាត្រឹមឆ្នៃរួច10ការ៉ាត់អីស្រុកខ្មែរយើងលក់បានត្រឹមពី30000នេះប៉ុណ្ណឹង4-50000នេះបាទ បាទ តែបើនៅបរទេសយើងលក់ចេញទៅប្រទេសក្រៅបានត្រឹម100000ឡើងហ្នឹងណាបង បាទ វាតម្លៃវាចង់ប្រហាក់ប្រហែលនឹងពេជ្រដែរ ហ្នឹង 3លិតទៀតមានតម្លៃវាសាច់រឹងបង បាទហើយនេះនិយាយថយក្រោយវិញបើសិនជាបងបានឡានគេឲ្យជិះទៅថ្ងៃនេះជប់អីដល់ល្ងាចដល់ បាទជួនកាលអត់ដល់យប់ទេបងល្ងាចព្រោះប្រឡប់អី បាទបើហ្នឹងបើយើងឆាប់បានឡានគេឲ្យជិះទៅណា បាទ បាទ តែយ៉ាងណាតាមខ្ញុំគិតមើលដូចជាអាចនឹងដេកផ្លូវច្រើនជាងដោយសារអីយើងទៅពីនេះទៅរំទៅដល់កន្លែងផ្លូវចូលទៅសំឡូតហ្នឹងជួនកាលដល់ផ្សារ62ហ្នឹង បាទ វាផ្លូវធំផ្លូវជាតិធំមែនតែផ្លូវទៅបៃលិនហ្នឹងផ្លូវធំដែរណា បាទ អញ្ចឹងអាចទៅដល់ហ្នឹងអាចល្ងាចបាទ បាទ អញ្ចឹងយើងមិនអាចធ្វើដំណើរទៀតបានទេអាចនឹងខកជួនកាលយើងសុំលោកដេកនៅវត្តមកយប់ ហើយភាគច្រើនបងសុំដោយសារបានឡានធំឬក៏ឡានឈ្នួលបង ភាគច្រើនគឺអត់ទៀងបងជួនកាលទៅបើឡានធំកាក់ច្រើនបានប៉ុន្តែយូរដែរចំណាយពេលវេលាកាក់ហ្នឹងជួនកាលមួយថ្ងៃឯហ្នឹងមិនបានកាក់បានជិះ អូ ចំមួយថ្ងៃ ទៅរងប៉ះណាក់ចិត្តល្អឲ្យជិះទៅណា បើថ្ងៃណាហេងទៅកាក់មួយផ្លេតទៅបានជិះហើយ បាទ ឡានធំបាទជួនកាលកាក់ភ្លាមបានជិះភ្លាម បាទ ទៅដល់អូឆ្ងាយឡានធំគេរត់ទៅឆ្ងាយបងអញ្ចឹងអាចយើងធូរសហួយដែរណាបង បាទ បើយើងប្រើលុយចាយមិនទៅគ្រាន់ទេបង ហ្នឹងហើយ ហើយណាមួយខ្ញុំត្រូវការលុយកាក់បន្តិចបន្តួចពី30000ឬក៏4-50000សម្រាប់ទិញស្បៀងឡើងទៅ ហ្នឹងហើយ រែងត្បូងអញ្ចឹងទៅឬក៏ទៅរកសម្រងសិនដែលបានលុយក្រែលតិចទៅក៏ខ្ញុំដាក់ស្បៀងមកជីកត្បូងរែងត្បូងវិញអញ្ចឹងណា បាទអញ្ចឹងមានតែប៉ុណ្្នឹងបានណា បាទហ្នឹងហើយ បាទអរគុណណាបងដែលឲ្យថត បាទ អរគុណជួយពរបងសុខសប្បាយហ្មងណា បាទដូចគ្នាបងបាទ